មានអីល្អអត់ចោះទេបងប្អូនបាទយើងទទួលស្គាល់ចំណុចអវិជ្ជមានប៉ុន្តែយើងក៏ទទួលស្គាល់ថាយើងមានចំណុចវិជ្ជមានច្រើនណាស់ដែលបានធ្វើជាក់ស្ដែង 32,000 នាក់ជាង 33,000 នៅកន្លែងនេះមិនមែនកើតឡើងដោយទេវតាជុំដោយទេគឺកើតឡើងដោយការដាក់ចេញគោលនយោបាយរវាងសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំចិនបង្កើតជ្រើសរើសទីតាំងកន្លែងនេះ2008ជាតំបន់សេដ្ឋកិច្ចពិសេសបានថ្ងៃនេះយើងមាន 30,000 នាក់ជាងមានការងារនៅទីនេះមិនមែនចែកដោយសារចៃដន្យនោះទេដោយសារការខិតខំទោះបីគេជេរគេឌីលថាទៅយកស្ពៃចោលស្អីក៏ដោយតែយើងមិនឈឺក្បាលស្អីដែលសំខាន់យើងឈឺក្បាលថាបងប្អូនយើងរាប់ម៉ឺននាក់បានការងារល្អឬនៅបានវិវត្តថែមតិចច្រើនយើងបន្តទៅទៀតបានមានការឈឺស្កាត់មានបសសមានការគាំពៀឬទេហើយទៅមុខយើងខិតខំពង្រីកថែមទៀតឲ្យតំបន់នេះកាន់តែមានការងារច្រើនជូនបងប្អូនខ្មែរយើងនេះជាអ្វីដែលយើងឈឺក្បាលហាលថ្ងៃបើមិនល្អខិតខំដោះស្រាយតែបើថាការស្អីគោស្ពៃអីទៅស្ពៃតែខ្លួនឯងទៅបាទតែស្ពៃឆាស្ពៃសាច់គោឆ្ងាញ់ណាស់ខែមគ្រឿងទេសហើយជីវជាតិក៏ល្អតែទោះជាយ៉ាងណាក៏ដោយថ្ងៃនេះការកំណើននៅសេដ្ឋកិច្ចជាបន្តបន្ទាប់នៅតំបន់សេដ្ឋកិច្ចនេះក៏ជាកោសិកាមួយនៃការពង្រឹងនៅខេត្តព្រះសីហនុដែលជាតំបន់សេដ្ឋកិច្ចមួយយ៉ាងសំខាន់ពលទី2នៃសេដ្ឋកិច្ចរបស់យើងបន្ទាប់ពីភ្នំពេញជាពលទី1ឥឡូវយើងកំពុងតែបន្តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមតាមរយៈការពង្រឹងផ្លូវដែកការជីកព្រែកហ្វូណនការធ្វើផ្លូវជាតិ48ផ្លូវជាតិលេខ10ជាប់ទៅពលទី5ការរៀបចំផែនការមេជំរុញខេត្តជាប់សមុទ្រជាពិសេសខេត្តព្រះសីហនុហើយការពង្រឹងកំពង់ផែរបស់យើងដែលធ្វើយ៉ាងណាឲ្យកប៉ាល់ជាច្រើនដឹកជញ្ជូនចូលមកដល់កម្ពុជាតែម្ដងកាត់បន្ថយថ្លៃដឹកជញ្ជូនឥឡូវផែយើង1ម៉ែត្រ11ម៉ែត្រកន្លះយើងកំពុងស្ដារកប៉ាល់ចូលមកទីនេះបានតែ 45% ទេកប៉ាល់ Pacific មួយចំនួនទៅឈប់នៅលឹមច្បាំងដើម្បីផ្ទេរអីវ៉ាន់មួយចំនួនឈប់នៅផែកៃម៉ាបផែសិង្ហបុរីដូរកប៉ាល់មកប៉ុន្តែឥឡូវតិចម្ដងយើងនឹងឈានទៅដល់ដំណាក់កាលទី1នៃផែយើងនឹងបង្ងាកដល់14ម៉ែត្រកន្លះនេះនឹងអាចឲ្យកប៉ាល់95% 93% នៃកប៉ាល់ Pacific ចូលមកដល់យើងហើយនៅឆ្នាំ2030យើងអាចមានកប៉ាល់ទូទាំងពិភពលោកចូលបានបើន័យថាលែងពឹងទៅចតកន្លែងណាទៀតហើយគឺចូលមកត្រង់តែម្ដងដើម្បីកាត់បន្ថយទៅការដឹកជញ្ជូនហើយជាក់ស្ដែងពេលដែលយើងធ្វើទៅកាលពីថ្ងៃទី18ប្រហែលថ្ងៃមុនគឺមានកប៉ាល់មួយរួចទៅហើយដែលចូលពីផែស្អីនេះផែវូស៊ីប្រទេសចិនចូលមកត្រង់នៅកម្ពុជាដឹកទំនិញមកពីមុនអត់ចូលបានទេគឺដឹកចូលទៅលឹមច្បាំងចូលចតនៅលឹមច្បាំងចំណាយពេលយ៉ាងហោចណាស់7ទៅ10ថ្ងៃដើម្បីផ្ទេរអីវ៉ាន់ដឹកមកយើងឥឡូវកប៉ាល់នេះបានចូលមកត្រង់ជាមួយយើងអាដាមអគ្គរដ្ឋទូតចិនក៏បានបញ្ចេញសារនឹងហើយខ្ញុំក៏បានចូលមកបានន័យថាដឹកមកត្រង់ពីចិនទៅយើងទឹកពីយើងទៅចិនតែម្ដងដោយមិនចាំបាច់ពឹងផែកប្រទេសជិតខាងដើម្បីដោយសារគេជ្រៅយើងរាក់ឥឡូវយើងអាចចូលបានបដៅហើយដឹកមកនេះសន្សំទី1សន្សំពេលវេលាពី7ទៅ10ថ្ងៃទី2កាត់បន្ថយចំណាយដឹកជញ្ជូនពីវូស៊ីមកខេត្តព្រះសីហនុផែព្រះសីហនុពី20ទៅ30%បានន័យថាបើចំណាយ$1លានយើងសន្សំបានពី20ទៅ30ម៉ឺន$មួយជើងនេះគឺជាការជួយនៅក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនដល់ថ្លៃដឹកជញ្ជូនកាន់តែថយកប៉ាល់កើនច្រើនអញ្ចឹងធ្វើឲ្យទំនិញចេញចូលពាណិជ្ជកម្មកាន់តែកើននេះគឺជាការអភិវឌ្ឍប្រទេសដែលវាប្រតិកលាគ្នាដល់សេដ្ឋកិច្ចយើងកាន់តែកើនការងារកាន់តែរីកថែមទៀតយើងពី10,000នាក់មកជាង11,000នៅខេត្តកំពង់សោមនៅខេត្តព្រះសីហនុបាទចេះតែច្រឡំខេត្តកំពង់សោមឥឡូវកុំឲ្យបាត់ឈ្មោះកំពង់សោមក៏បង្កើតក្រុងកំពង់សោមមួយទៀតបាទទុកឈ្មោះដើមហើយយើងចូលមកខេត្តព្រះសីហនុវិញបាទពីមុនខេត្តព្រះសីហនុក្រោយមកដូរទៅខេត្តកំពង់សោមឥឡូវមកវិញឥឡូវកុំឲ្យបាត់ទាំងពីរដាក់ក្រុងមួយតែម្ដងកុំឲ្យបាត់
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខេត្តយើងមិននៅនឹងទេក្រុងយើងមិននៅនឹងទេបើសិនជាសន្តិភាពរក្សាបានបើសិនជាស្ថិរភាពសេដ្ឋកិច្ចរក្សាបានបើសិនជាគោលនយោបាយត្រឹមត្រូវហើយមានចីរភាពខេត្តកន្លែងមួយនឹងបន្តរីកតទៅទៀតពីមុនយើងមាន 10000 នាក់ឥឡូវយើងមាន 100000 នាក់ជាង10ឆ្នាំទៀតយើងអាចឡើងដល់ 50000 នាក់នៅអ្នកដែលមានការងារបង្កើតការងារនៅខេត្តព្រះសីហនុរបស់យើងនេះហើយប្រជាពលរដ្ឋនៅទីនេះកាន់តែមានភាពរីកចម្រើនបន្ថែមប្រតិកលាកាន់តែច្រើននេះហើយគឺជាការអភិវឌ្ឍប្រទេសរបស់យើងបន្តិចម្ដងបាទយើងមិនអួតយើងនិយាយកាត់យើងមិនបានពូតកុហកប៉ុន្តែយើងនិយាយអ្វីដែលយើងធ្វើបានតិចច្រើនយើងសប្បាយរីករាយ1លាន8សែននៅទូទាំងប្រទេសមិនតិចទេ110,000 នាក់ក៏មិនតិចដែរព្រោះបើគ្រាន់តែអង្គុយនេះ30000 នាក់ហើយ30000 នាក់នេះតើត្រូវចិញ្ចឹមប្រមាណសែននាក់តទៅទៀតជាកម្មការនីម្នាក់អាចចិញ្ចឹមកូនអាចចិញ្ចឹមឪពុកម្ដាយអាចចិញ្ចឹមទាំងអ្នកផ្សារពួកយើងចេញទៅយកលុយទៅណាបើមិនទិញបន្លែផ្លែឈើពីអ្នកផ្សារតើទេឬមួយក៏ធ្វើការងារផងហើយនៅផ្ទះដាំបន្លែដាំស្រូវខ្លួនឯងអត់ទេអញ្ចឹងគឺកម្មករចិញ្ចឹមកសិករចិញ្ចឹមអ្នកនេសាទអញ្ចឹងគឺសេដ្ឋកិច្ចចំណូលដែលរាជរដ្ឋាភិបាលយកប្រមាណ100លានមកចាក់នៅក្នុងកប៉ៅប្រជាពលរដ្ឋនៅទីនេះបាទប្រមាណ100លានមិនដូចជាង200លានដែរក្នុងមួយឆ្នាំ178លានគ្រាន់តែនៅក្នុងតំបន់សេដ្ឋកិច្ច5ចឹង178លាននេះគឺដាក់ចូលនៅក្នុងកប៉ៅបងប្អូនប្រជាពលរដ្ឋតែម្ដងហើយ178លានអ្នកនេះខ្ញុំគិតថាអ្នកដែលជាប់ពន្ធប្រាក់បៀវត្សតិចបំផុតគឺបើនៅថាលុយទាំងអស់ដែលប្រាក់បៀវត្សមកទុកនៅក្នុងកប៉ៅបងប្អូនទាំងអស់បាទដោយរដ្ឋមិនយកទេថែមទាំងរដ្ឋចេញឲ្យបន្ថែមទៀតតាមរយៈដូចបសសតាមរយៈនយោជកចេញឲ្យបងប្អូនអត់ចាំបាច់ចេញទេតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទៅដល់ស្ត្រីមានផ្ទៃពោះទៅដល់ទារក2ឆ្នាំគឺរដ្ឋចេញឲ្យអញ្ចឹងនេះហើយគឺជាអ្វីដែលយើងធ្វើបៀវត្សយើងខិតខំជាបដាឡើងតិចច្រើនប្រទេសខ្លះជុំវិញយើងដោយអាដាមហេងសួរនិយាយគឺពេលដែលសេដ្ឋកិច្ចខ្លាំងអត់តឡើងទេហើយប្រទេសខ្លះគឺកាន់តែថយទៀតដោយសារបើកនៅក្នុងប្រាក់ប្រទេសនោះហើយលុយវាធ្លាក់ចុះលុយដុល្លារហើមអញ្ចឹងកាន់តែធ្លាក់ប៉ុន្តែនៅកម្ពុជាតិចច្រើនយើងបានធ្វើការដំឡើងជាប្រចាំដើម្បីគិតគូរពីផលប្រយោជន៍របស់បងប្អូនហើយយើងនឹងខិតខំការពារនៅផលប្រយោជន៍នេះហើយខិតខំពង្រីកបន្ថែមនៅកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើការពង្រីកការងារហើយការងារកាន់តែល្អជូនបងប្អូនទាំងលក្ខខណ្ឌការងារទាំងការងារផ្សេង